行きます行きます帰りますចាមីណាសានこんにちはសួស្តីទាំងអស់គ្នាខ្ញុំឈ្មោះសុជាតាជាគ្រូបង្រៀនភាសាជប៉ុននៅ CJCC ចាអញ្ចឹងថ្ងៃនេះយើងនឹងមករៀនឃ្លាមួយទៀតជាមួយគ្នាចាមុនដំបូងមុននឹងយើងស្គាល់ឃ្លាអញ្ចឹងគឺយើងទៅស្គាល់កិរិយាសព្ទទាំង3នេះសិនតើកិរិយាសព្ទទាំង3នេះយើងប្រើនៅពេលណាហើយយើងនិយាយយ៉ាងម៉េចចាអញ្ចឹងទី1គឺយើងមើលទៅលើកិរិយាសព្ទ ikimas ikimas ចា ikimas គឺមានអត្ថន័យថាទៅនេះហើយយើងឈ្មោះទៅកន្លែងណាមួយអញ្ចឹងទៅយើងប្រើកិរិយាសព្ទនេះណាហើយ ikimas ចាកិរិយាសព្ទទី2ណាកិរិយាសព្ទទី2ហ្នឹងគឺវាលក្ខណៈផ្ទុយជាមួយនឹងកិរិយាសព្ទទី1នេះឯងណាអញ្ចឹងនេះកិរិយាសព្ទទី1ហ្នឹងikimas ដល់ពេលនេះទី2នេះគឺ kimas kimas ចា kimas ហ្នឹងគឺនេះអត្ថន័យមានន័យថាមកណាយើងមកទីកន្លែងណាមួយអីចឹងទៅណាហើយបន្តមកទៀតនេះកិរិយាសព្ទចុងក្រោយនេះចាគឺយើងអានថា kaerimas kaerimas ចាអញ្ចឹង kaerimas ហ្នឹងគឺអត្ថន័យរបស់វាហ្នឹងគឺត្រឡប់ទៅឬក៏ត្រឡប់មកអីចឹងទៅចាអញ្ចឹងនេះហើយយើងត្រឡប់ទៅកន្លែងណាយើងត្រឡប់ទៅកន្លែងកំណើតរបស់យើងឧទាហរណ៍ត្រឡប់ទៅផ្ទះរបស់យើងត្រឡប់ទៅស្រុកកំណើតឬក៏ត្រឡប់មកប្រទេសរបស់យើងវិញអីចឹងទៅអញ្ចឹងគឺយើងប្រើកិរិយាសព្ទហ្នឹងណាអញ្ចឹងទី1គឺ ikimas ទៅនេះទី2 kimas មកទី3 kaerimas ត្រឡប់មកឬក៏ត្រឡប់ទៅចាអញ្ចឹងយើងមើលកិរិយាសព្ទពីរខាងលើនេះសិនណាអញ្ចឹងយើងមើល clear នេះសិនចាអញ្ចឹងដូចជានៅខាងដើមនេះអញ្ចឹងពាក្យនេះយើងអានថា gakko gakko ចាអញ្ចឹង clear ខាងលើហ្នឹងណាយើងផ្គុំជាមួយនឹងកិរិយាសព្ទ ikimas អញ្ចឹងបានន័យថាយើងទៅសាលារៀនចាអញ្ចឹងយើងនិយាយថា gakko ni ikimas gakko ni ikimas ចាអញ្ចឹងគឺទៅសាលាចា gakko ni ikimas ចាមួយទៀតនេះមួយទៀតឃ្លាខាងក្រោមនេះគឺយើងប្រើជាមួយនឹងកិរិយាសព្ទ kimas ជាមួយនឹងនាមនឹងដូចគ្នាចាអញ្ចឹងនេះអញ្ចឹងយើងអាចអានថា gakko ni kimas gakko ni kimas ចាគឺមកសាលាឬក៏បានមកសាលាអីចឹងទៅគឺយើងប្រើជាមួយនឹង gakko ni ikimas ចាអញ្ចឹងចង់ឃ្លាចុងក្រោយចាឃ្លាចុងក្រោយដែលយើងប្រើជាមួយនឹងកិរិយាសព្ទ kaerimas ចាអញ្ចឹងគឺយើងត្រឡប់ទៅណាឧទាហរណ៍ដូចជាយើងត្រឡប់ទៅផ្ទះណាអញ្ចឹងថ្ងៃនេះគឺយើងមករៀនមកសាលាណាហើយពេញមួយថ្ងៃហើយអញ្ចឹងយើងដល់ម៉ោងត្រឡប់ទៅផ្ទះអីចឹងទៅណាអញ្ចឹងយើងដាក់ថា ie ni kaerimas ចា ie ni kaerimas ចានេះគឺត្រឡប់ទៅផ្ទះចាត្រឡប់ទៅផ្ទះរបស់យើងទៅកន្លែងរបស់យើងវិញហ្នឹងគឺយើងប្រើជាមួយនឹងកិរិយាសព្ទ kaerimas ចាអញ្ចឹងយើងសាកល្បងអានទាំងអស់គ្នាម្ដងទៀតណាអញ្ចឹង clear ទី1គឺចា gakko ni ikimas ចា clear ទី2ជាមួយនឹងកិរិយាសព្ទទី2 gakko ni kimas ចា clear ចុងក្រោយចា ie ni kaerimas ie ni kaerimas ចាអញ្ចឹងថ្ងៃនេះគឺយើងរៀន3 clear ហ្នឹងណាអញ្ចឹងទាំងអស់គ្នាអាចសាកល្បងនិយាយខ្លួនឯងណានៅផ្ទះអនុវត្តខ្លួនឯងចាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតហើយ sayonara